អ្នកដឹងដែរឬទេក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកត្រូវបានគ្រប់គ្រងដោយមិនដឹងខ្លួនពួកគេមិនប្រើកម្លាំងទេពួកគេមិនបង្ខំអ្នកទេប៉ុន្តែពួកគេអាចធ្វើឲ្យអ្នកគិតអ្នកមានអារម្មណ៍និងសម្រេចចិត្តទៅតាមអ្វីដែលពួកគេចង់បានសូមត្រឡប់ទៅកាន់វីដេអូទី1ដែលខ្ញុំបាននិយាយអំពីចិត្តវិទ្យាខ្មៅងងឹតដំបូងគេនៅក្នុង Channel របស់ខ្ញុំតោះបន្តទៀតតើអ្នកគិតថាជីវិតមួយនេះជាជំរឿនរបស់អ្នកមែនដែរឬទេឬក៏វាជាការបញ្ជាមកលើអ្នកដែលអ្នកមើលមិនឃើញកាន់តែខ្លាំងក្លាក្នុងពិភពសម័យ social media ទំនើបនេះមិនថាស្នេហាមិនថាមិត្តភាពគ្រប់យ៉ាងគឺជាឧបករណ៍គ្រប់គ្រងផ្លូវចិត្តមនុស្សដែលយល់ពីចិត្តវិទ្យាគេមិនចាំបាច់ខ្លាំងនោះទេគេត្រឹមតែយល់ពីអ្នកក៏គេអាចធ្វើឲ្យអ្នកធ្វើអ្វីគ្រប់យ៉ាងដើម្បីគេបានដែរក្នុងវីដេអូទី1មនុស្សស្រីធម្មតាម្នាក់នាងជាមនុស្សធម្មតាមានបេះដូងស្មោះមានក្តីស្រមៃធម្មតាថ្ងៃមួយនាងបានជួបបុរសម្នាក់ហើយនាងមានអារម្មណ៍ពិសេសគេនិយាយផ្អែមគេចាប់ផ្ដើមយកចិត្តទុកដាក់គេសួរនាងថាចូលចិត្តញ៉ាំអីនិយាយរួមគេសួរសុខទុក្ខគេប្រួយបារម្ភគ្រប់បែបយ៉ាងខុសពីគេនាងចាប់ផ្ដើមជឿថានេះជាមនុស្សដែលនាងត្រូវការជាមនុស្សដែលនាងចង់បានប៉ុន្តែបន្ទាប់មកអ្វីៗចាប់ផ្ដើមផ្លាស់ប្ដូរថ្ងៃខ្លះក៏ផ្អែមថ្ងៃខ្លះក៏ចត់ជូរល្វីងថ្ងៃខ្លះត្រជាក់ដូចមិនស្គាល់គ្នាធម្មតាថ្ងៃខ្លះយកចិត្តទុកដាក់ខ្លាំងថ្ងៃខ្លះក៏បាត់ស្ងាត់ឈឹងតែម្ដងនាងចាប់ផ្ដើមគិតច្រើនធ្វើអ្វីក៏ខុសឬក៏សួរខ្លួនឯងថាហេតុអ្វីក៏គេផ្លាស់ប្ដូរហើយក៏សួរខ្លួនឯងថាតើនាងបានធ្វើអ្វីខុសនាងចាប់ផ្ដើមព្យាយាមច្រើនជាងមុនដើម្បីឲ្យគេត្រឡប់មកដូចដើមប៉ុន្តែអ្វីដែលនាងមិនដឹងនោះគឺនាងមិនបានស្រឡាញ់គេនោះទេនាងកំពុងតែញៀននឹងអារម្មណ៍ខ្លួនឯងឆ្លក់បង្វេងនឹងអារម្មណ៍មួយដែលនាងធ្លាប់ទទួលបានដូចជាអារម្មណ៍ល្អមួយដែលមនុស្សញៀនកាហ្វេដូចនោះដែរប៉ុន្តែវាលើសពីកាហ្វេទៅទៀតនេះគឺជា Dark Psychology ចិត្តវិទ្យាខ្មៅងងឹតពួកគេដំបងធ្វើឲ្យយើងមានអារម្មណ៍ល្អខ្លាំងដូចដែលយើងញ៉ាំបង្អែមដែលយើងចូលចិត្តផ្អែមហើយបង្អែមទាំងអស់នោះនឹងក្លាយទៅជាជំងឺមហារីកនៅថ្ងៃណាមួយប៉ុន្តែបើយើងដឹងខ្លួនទាន់បើយើងយល់ទាន់យើងនឹងអាចការពារបានហើយយើងក៏ចាប់ផ្ដើមត្រូវការបង្អែមនោះជាពេលវេលាមួយដែលចិត្តវិទ្យាខ្មៅងងឹតបានជ្រាបចូលនិងចាប់ផ្ដើមគ្រប់គ្រងយើងវាដូចជាហ្គេមមួយដែរឬទេគឺពិតប្រាកដណាស់វាគឺជាហ្គេមមួយតែអ្នកមិនដឹងខ្លួនថាអ្នកកំពុងតែលេងនៅក្នុងហ្គេមនោះទេនៅពេលដែលអ្នកមិនដឹងថាអ្នកទទួលបានស្នេហាពេលណាអ្នកនឹងចង់បានវាខ្លាំងជាងមុនអ្នកត្រូវការស្នេហាមួយដ៏ពិតប្រាកដអ្នកគិតថាឆាប់អ្នកនឹងទទួលបានវាដ៏ពិតប្រាកដប៉ុន្តែឆាប់មិនមែនពេលខ្លីទោះបីជាយូរក៏មិនប្រកាសថាទទួលបានមនុស្សដែលពូកែប្រើបច្ចេកទេសនេះគេមិនត្រូវការអ្នកទេគេចង់ឲ្យអ្នកត្រូវការគេហើយនៅពេលនោះគេគ្រប់គ្រងអ្នកបានមិនត្រឹមតែប៉ុណ្ណោះទេមានបច្ចេកទេសមួយទៀតដែលគេប្រើគ្រប់គ្នាគេហៅថា gaslighting តោះ gaslighting គឺជាអ្វីគេធ្វើអ្វីខុសប៉ុន្តែគេនិយាយថាអ្នកគិតច្រើនពេកអ្នកមានអារម្មណ៍ជឿចិត្តគេនិយាយថាអ្នកហួសហេតុបន្តិចម្ដងអ្នកចាប់ផ្ដើមសង្ស័យខ្លួនឯងតើខ្ញុំពិតជាខុសមែនដែរឬទេនេះគឺជាការគ្រប់គ្រងដ៏គ្រោះថ្នាក់បំផុតព្រោះវាបំផ្លាញការជឿជាក់លើខ្លួនឯងហើយពេលដែលអ្នកមិនជឿលើខ្លួនឯងអ្នកនឹងជឿលើគេគ្រប់យ៉ាងតែម្ដងនៅសម័យនេះវាមិនមែនមានតែក្នុងស្នេហានោះទេវានៅលើ social media មនុស្សអាចបង្កើតជីវិតល្អឥតខ្ចោះធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្នកមិនល្អគ្រប់គ្រាន់គេអាចធ្វើឲ្យអ្នកចង់បានអ្វីដែលអ្នកមិនត្រូវការជឿនៅអ្វីដែលមិនពិតឬប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃនេះគឺជាការគ្រប់គ្រងដែលពិបាកនឹងកិច្ចបំផុតសម្រាប់អ្នកដែលមិនដឹងពីចិត្តវិទ្យាខ្មៅងងឹតនេះសំណួរគឺហេតុអ្វីវាអាចធ្វើការគ្រប់គ្រងលើអ្នកបានព្រោះមនុស្សគ្រប់គ្នាមានចំណុចទន់ៗដូចគ្នាចូលទៅក្នុងវីដេអូទី1ដែលadminនិយាយពីវីដេអូមុនយើងចង់បានស្នេហាចង់បានការយកចិត្តទុកដាក់ចង់បានអារម្មណ៍ល្អផ្អែមល្ហែមយើងខ្លាចបាត់បង់យើងចង់បានការទទួលស្គាល់មនុស្សដែលយល់ពីចំណុចទាំងនេះអាចប្រើវាដើម្បីគ្រប់គ្រងអ្នកប៉ុន្តែអ្នកមិនចាំបាច់ខ្លាចជាមនុស្សដែលត្រូវគេគ្រប់គ្រងទេដំបូងរៀនស្គាល់ខ្លួនឯងដឹងថាអ្នកមានអារម្មណ៍យ៉ាងដូចម្ដេចដឹងថាអ្នកត្រូវការអ្វីពិតប្រាកដទី2កុំជឿលឿនពេកមនុស្សល្អពិតមិនត្រូវបង្ហាញខ្លាំងពេកនៅដំបូងទេទី3មើលសកម្មភាពមិនមែនជឿតែពាក្យស្ដាប់តែពាក្យនោះទេពាក្យអាចคล้ายប៉ុន្តែសកម្មភាពមិនអាចលាក់បាំងនោះទេទី4រៀននិយាយថាទេមនុស្សដែលមិនអាចនិយាយទេគឺងាយស្រួលត្រូវបានគ្រប់គ្រងជាទីបំផុតចុងក្រោយសូមចងចាំថាមនុស្សដែលខ្លាំងមិនមែនគេគ្រប់គ្រងអ្នកដទៃទេគឺគេគ្រប់គ្រងខ្លួនឯងបានពិភពលោកនេះពេញទៅដោយមនុស្សដែលចង់គ្រប់គ្រងអ្នកប៉ុន្តែសំណួរពិតគឺតើអ្នកអនុញ្ញាតឲ្យពួកគេធ្វើវាមកលើអ្នកដែរទេបើអ្នកចាប់ផ្ដើមយល់ពីរឿងនេះជីវិតអ្នកនឹងបដូរបើអ្នកចាប់ផ្ដើមយល់ច្រើនពី Dark Psychology ពីចិត្តវិទ្យាខ្មៅងងឹតអ្នកនឹងរឹងមាំអ្នកនឹងអាចការពារខ្លួនអ្នកនឹងអាចការពារមនុស្សដែលអ្នកស្រឡាញ់នៅជុំវិញអ្នកបានហើយអ្នកនឹងមិនងាយជឿអ្នកនឹងមិនងាយឈឺចិត្តហើយអ្នកនឹងមិនងាយត្រូវបានគេបន្លំព្រោះចាប់ពីថ្ងៃនេះទៅអ្នកមិនមែនជាមនុស្ស
ដែលត្រូវគេគ្រប់គ្រងទៀតនោះទេបន្តមកទៀតបើអ្នកគិតថាការគ្រប់គ្រងចិត្តគឺមានតែប្រមាណបច្ចេកទេសនោះគឺយើងកំពុងតែគិតខុសហើយព្រោះមនុស្សដែលយល់ពី Dark Psychology គេមិនត្រឹមតែគ្រប់គ្រងអារម្មណ៍អ្នកនោះទេគេអាចបំលែងការពិតនៅក្នុងចិត្តអ្នកបានមានពេលមួយស្រីលីតោះមកស្ដាប់រឿងឧទាហរណ៍មានពេលមួយស្រីលីចាប់ផ្ដើមមានអារម្មណ៍ថាអ្វីមិនដូចមុនទៀតទេនាងមានអារម្មណ៍ថាវីរ៉ាជាមិត្តប្រុសមិនស្មោះមិនច្បាស់មិនដូចដំបូងនាងសួរគេហេតុអ្វីក៏បងផ្លាស់ប្ដូរវីរ៉ាមិនខឹងទេគេមិនបដិសេធផ្ទាល់នោះទេគេត្រឹមតែញញឹមហើយគិតថាអូនគិតច្រើនពេកហើយបងមិនដែលបដូរទេអូនទេជាអ្នកបដូរនាងមិនតមាត់ទៅលើវីរ៉ានោះឡើយនាងចាប់ផ្ដើមគិតហើយសួរខ្លួនឯងមកវិញប្រហែលខ្ញុំខុសមែនប្រហែលខ្ញុំហួសហេតុមែននេះគឺជា gaslighting សម្រាប់បំលែងការពិតអត្ថន័យនៃ gaslighting គឺបែបនេះតើអ្នកមិនយល់អាច comment ខាងក្រោមខ្ញុំនឹងរកវីដេអូបន្ថែមដើម្បីលម្អិតពីចំណុចនេះតោះបន្តទៀតយើងមកពីលម្អិតបន្ថែម gaslighting គឺជាអ្វីវាមិនមែនជាការភូតកុហកធម្មតានោះទេវាជាវិធីធ្វើឲ្យអ្នកមិនជឿលើការពិតតែការពិតនោះគឺជារបស់ខ្លួនឯងថែមទៀតពេលអ្នកមិនជឿខ្លួនឯងវានឹងចាប់ផ្ដើមជំនឿទាំងអស់ស្ថិតនៅលើគេហើយពេលនោះគេគ្រប់គ្រងអ្នកបាន 100% សាច់រឿងបន្តពីពេលវេលាមួយនោះស្រីលីមិនទុកចិត្តអារម្មណ៍ខ្លួនឯងទៀតទេនាងតែងតែសួរខ្លួនឯងហើយនាងតែងតែតាមសួរវីរ៉ាមុនធ្វើអ្វីមួយជានិច្ចនាងតែងតែខ្លាចថានាងនឹងធ្វើខុសហើយនាងតែងតែខ្លាចធ្វើឲ្យវីរ៉ាអន់ចិត្តហើយនាងតែងតែប្រយ័ត្នជានិច្ចពេលនោះហើយដែលនាងបាត់បង់ខ្លួនឯងវីរ៉ាមិនចាំបាច់បង្ខំនាងទេនាងគ្រប់គ្រងខ្លួនឯងគ្រប់គ្រងទៅអ្វីដែលវីរ៉ាចង់បានដោយខ្លួនឯងបានន័យថាវីរ៉ាប្រើតែមនោគមវិជ្ជាចិត្តវិជ្ជាខ្មៅងឹតមកលើនាងគឺគេអាចគ្រប់គ្រងនាងដោយប្រើនាងមកគ្រប់គ្រងនាងបច្ចេកទេសទី2 guilt control បង្ខំតាមអារម្មណ៍ខុសការបង្ខំបែបនេះតើបង្ខំបែបណាថ្ងៃមួយស្រីលីនិយាយថានាងចង់ចេញទៅជួបមិត្តវីរ៉ាមិនហាមទេគេត្រឹមតែសួរយ៉ាងស្ងប់ស្ងាត់ថាបើអ្នកស្រឡាញ់ខ្ញុំអ្នកនឹងចាក់ចោលខ្ញុំទៅជួបអ្នកដទៃមិនដែរទេនាងស្ងប់នាងមានអារម្មណ៍ថាខុសចុងក្រោយនាងសម្រេចចិត្តថាមិនទៅនេះគឺជាចិត្តវិទ្យាខ្មៅងងឹតដែលគេប្រើអារម្មណ៍ខុសដើម្បីគ្រប់គ្រងអ្នកហេតុអ្វីវាធ្វើការគ្រប់គ្រងមកលើអ្នកបានមនុស្សល្អមិនចង់ធ្វើឲ្យអ្នកដទៃឈឺចិត្តដូច្នេះគេប្រើចំណុចនេះដើម្បីបង្ខំអ្នកគិតថាអ្នកកំពុងជ្រើសរើសដោយខ្លួនឯងប៉ុន្តែជាក់ស្ដែងអ្នកកំពុងតែត្រូវបានគេដឹកនាំដោយប្រើភាពជាមនុស្សល្អរបស់អ្នកបង្វែរមកកាន់គេបច្ចេកទេសទី3 isolation បំបែកអ្នកពីពិភពលោកបន្តិចម្ដងវីរ៉ាចាប់ផ្ដើមនិយាយថាមិត្តអ្នកមិនល្អសម្រាប់អ្នកទេគេមិនយល់ពីអ្នកដូចខ្ញុំទេស្រីលីចាប់ផ្ដើមជួបមិត្តភ័ក្តិឈប់និយាយជាមួយគ្រួសារពិភពលោករបស់នាងគឺនៅសល់តែវីរ៉ាម្នាក់នេះគឺជាគន្លឹះសំខាន់ពេលអ្នកគ្មានអ្នកផ្សេងអ្នកគ្មានមនុស្សណាមកប្រាប់អ្នកថាអ្វីកំពុងខុសហើយពេលនោះអ្នកងាយត្រូវបានគេគ្រប់គ្រងបំផុតចំណុចដែលគួរឲ្យភ័យខ្លាចបំផុតស្រីលីមិនដឹងថានាងកំពុងត្រូវបានគេបន្លំឬគ្រប់គ្រងនោះទេនាងគិតថានេះគឺជាស្នេហ៍ពិតហើយនេះគឺជាអ្វីដែលមនុស្សជួបស្នេហាពិតកំពុងតែជួបតែជាស្ដែងវាគឺជាការបាត់បង់ខ្លួនឯងទាំងស្រុងសំណួរដែលអ្នកត្រូវសួរខ្លួនឯងតើអ្នកកំពុងធ្វើអ្វីតែស្ម័គ្រចិត្តដែរឬទេឬអ្នកធ្វើព្រោះអ្នកខ្លាចបាត់បង់នរណាម្នាក់តើអ្នកមានសេរីភាពដែរឬទេឬអ្នកត្រូវការអនុញ្ញាតពីនរណាម្នាក់របៀបភ្ញាក់ខ្លួនរបៀបដោះខ្លួនតើយើងគួរដោះខ្លួនបែបណាចាប់ផ្ដើមស្ដាប់ខ្លួនឯងបន្តិចម្ដងបើមានអ្វីមិនស្រួលក្នុងចិត្តកុំមើលរំលងវាអ្នកជាអ្នកសាងឲ្យវាមានរបួសគ្រោះថ្នាក់អ្នកក៏ជាអ្នកព្យាបាលវាត្រឡប់ទៅជួបមនុស្សដែលអ្នកស្រឡាញ់អ្នកពិតមិត្តគ្រួសារសួរខ្លួនឯងថានេះធ្វើឲ្យខ្ញុំមានសុខចិត្តឬឈឺចិត្តតើអារម្មណ៍ឈឺចិត្តអារម្មណ៍ស្ងប់ចិត្តវាខុសគ្នាបែបណាដូច្នេះត្រូវពិចារណាមួយកុំប្រើអារម្មណ៍ចំណុចបញ្ចប់ដ៏មានឥទ្ធិពលមួយពិភពលោកនេះពេញទៅដោយមនុស្សដែលចង់គ្រប់គ្រងអ្នកមួយចំនួនដឹងខ្លួនមួយចំនួនមិនដឹងខ្លួនប៉ុន្តែមនុស្សដែលភ័យខ្លាចបំផុតគឺមនុស្សដែលត្រូវគេគ្រប់គ្រងដោយមិនដឹងខ្លួនថ្ងៃដែលអ្នកចាប់ផ្ដើមសួរខ្លួនឯងនេះជាជីវិតខ្ញុំឬជាអ្វីដែលគេបង្កើតឬជាអ្វីដែលគេចង់គ្រប់គ្រងនោះគឺជាថ្ងៃដែលអ្នកចាប់ផ្ដើមមានអំណាចត្រឡប់មកវិញត្រូវចងចាំថាអ្នកមិនមែនរស់នៅក្នុងហ្គេមរបស់អ្នកដទៃទេអ្នកគឺជាម្ចាស់ជីវិតខ្លួនឯង